បាទជំរាបសួរពុកម៉ែបងប្អូនដែលធ្វើការផ្ទះថ្មីនៅខាងសង្កាត់គោកការខណ្ឌព្រែកភ្នៅពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំទីតាំងផ្ទះមួយកន្លែងនេះគឺមានតឹង4ម៉ែត្រកន្លះជម្រៅ14ម៉ែត្រកន្លះពុកម៉ែបងប្អូននេះគឺផ្ទះបែបនេះស្អាតពុកម៉ែបងប្អូនត្រង់ទ្រាយនេះបន្ទប់ទឹកគឺស្អាតបែបនេះពុកម៉ែបងប្អូនណាហ្នឹងហើយបាទខាងក្រោមយើងមានកន្លែងដាក់អីវ៉ាន់បាទអីវ៉ាន់ហ្នឹងហើយខាងនេះយើងមានទូចាក់នេះឡាបូហើយមានទូមួយឈុតជូនពុកម៉ែបងប្អូនបាទហើយខាងក្រោយយើងសល់ដីទៀតពុកម៉ែបងប្អូនណាហ្នឹងហើយសល់ដីចូលល្បាក់2ម៉ែត្រទៀតតោះយើងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលខាងលើជាមួយគ្នានេះគេដាក់ឡើងអត់តង់ជើងទេពុកម៉ែបងប្អូនណាយើងមើលបន្ទប់ជាន់ទី1ផ្នែកខាងមុខពុកម៉ែបងប្អូនបន្ទប់ទឹកត្រង់កន្លែងនេះយើងមានជាវេរំដានបន្តិចទៀតហើយសម្រាប់ផ្ទះនេះផងដែរគឺបែរមុខទៅទិសខាងជើងបងប្អូនណាទិសជាប្រជុំគេហៅបើទិសលេខ1បងប្អូនជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហ៍នេះបន្ទប់គេងខាងក្រោយនៅជាន់ទី1បាទមានបន្ទប់ទឹកមួយដូចគ្នាហើយ space គឺបែបនេះបាទខ្ញុំនាំពុកម៉ែបងប្អូនទៅមើលជាន់ខាងលើនឹកនឹងជានិចឆោមពិសីសម្រាប់ជាន់ខាងលើនេះផងដែរយើងមានមួយបន្ទប់គេងបងប្អូនយើងមានបន្ទប់គេងនៅខាងក្រោយហើយមានបន្ទប់ទឹកមួយដូចគ្នាហើយត្រង់ទ្រាយដូចជាន់ខាងក្រោមបងប្អូនមិននឹងឲ្យស្អាតយើងរត់ទៅយកជំនឿយកឲ្យរួចទៅអស់ហើយណែនាំមកដល់ខាងមុខតែម្ដងបងប្អូនណានេះគឺជាក់ស្អាតទៀតអានេះគឺជាន់ទី2បងប្អូនណាជាន់ទី2បាទគឺបែបនេះបងប្អូនណាស្អាតហើយទិសនេះគឺទិសខាងជើងទៀតបងប្អូនណាហ្នឹងហើយបញ្ជាក់យើងបាំងតាខូប្រសេតបន្តិចមកហើយយើងរៀបលក្ខណៈធ្វើដូច Sky Bar បងប្អូនជុំរៀងពី3គ្រួសារគឺបានហើយបងប្អូនណាហ្នឹងហើយស្អាតមែនតើហើយនោះអាគារពេទ្យដាច់ជោបាទនៅផ្លូវកប់ស្រូវដែលកំពុងតែអភិវឌ្ឍខ្លាំងគឺនៅទៅនោះអាចជា1គីឡូដីឯងដល់ហើយបងប្អូនណានេះគឺក្រាស់សាំង TP ហើយគម្រោងអភិវឌ្ឍខុសបឹងបៃតងដែរបងប្អូនណានោះមើលទៅឃើញតែម្ដងបងប្អូនណាហ្នឹងហើយនេះគឺផ្លូវកប់ស្រូវបងប្អូនណាហ្នឹងហើយផ្លូវកប់ស្រូវនេះយើងចេញពីផ្ទះនេះទៅប្រហែលជា200ម៉ែត្រទេដល់ហើយមានផ្លូវមិនមែនផ្លូវតែមួយទេដែលចេញទៅដល់នេះមានផ្លូវខាងក្រោយផ្លូវចំហៀងទាំងអស់បាទអីនោះសាលាកូរ៉េ MPIC បងប្អូនណានោះមើលទៅឃើញអាគារក្រហមនៅគៀកនឹងតែម្ដងបងប្អូនហើយខាងនោះមួយទៀតគឺរោងចក្រទឹកសុទ្ធវីតាល់ហើយនឹងមីជាតិបងប្អូនណានោះដបូលឃ្លាំងខៀវបងប្អូនណាហ្នឹងហើយអញ្ចឹងតកតងនៅទីតាំងផ្ទះនេះគឺជាតំបន់ដែលអភិវឌ្ឍខ្លាំងបងប្អូនណាហ្នឹងហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដែលមានបំណងត្រូវការផ្ទះនៅខាងសង្កាត់គោកការខណ្ឌព្រែកភ្នៅនេះពុកម៉ែបងប្អូនជាប្រភេទផ្ទះថ្មីហើយលក្ខខណ្ឌកាត់ប្លង់រឹងជូនពុកម៉ែបងប្អូនណាសុវត្ថិភាព 100% ផ្ទះគឺជាផ្ទះអាដែលយករស់នៅឯពុកម៉ែបងប្អូនណាមានបំណងចង់អញ្ជើញមកមើលសូមធ្វើការណាត់មុនណាពុកម៉ែបងប្អូនណាសូមអរគុណសូមជម្រាបលា